ថាកូនធំប៉ុណ្ណាឬខ្ពស់ជាងយ៉ាងណាក៏ដោយតែក្នុងកែវភ្នែកគាត់យើងនៅតែជាក្មេងជានិច្ច ឪពុកគឺជាវីរបុរសដំបូងរបស់កូនប្រុសហើយជាស្នេហាដំបូងរបស់កូនស្រីអរគុណប៉ាដែលតែងតែជឿជាក់លើខ្ញុំឪពុកមិនមែនជាយុទ្ធការដែលបង្អាក់ដំណើរយើងឬជាក្តោងដែលនាំផ្លូវយើងនោះទេប៉ុន្តែគឺជាពន្លឺបំភ្លឺផ្លូវអនាគតដ៏ត្រឹមត្រូវដល់យើងឪពុកខិតខំធ្វើការដើម្បីឲ្យកូនអាចស្រមៃធំធេងចំពោះអនាគតពួកគេឪពុកអាចមិននិយាយច្រើនប៉ុន្តែក្តីស្រឡាញ់របស់គាត់បញ្ជាក់គ្រប់យ៉ាងពេលខ្ញុំកាន់តែចាស់ខ្ញុំកាន់តែយល់ថាឪពុកខ្ញុំកាន់តែឆ្លាតវៃឪពុកដែលឆ្លាតវៃគឺយល់ចិត្តកូនរបស់គាត់សញ្ញាណដ៏ល្អបំផុតរបស់ឪពុកគឺជារបៀបដែលគាត់ទទួលយកកូនសម្លាញ់របស់គាត់និងជួយពួកគេឲ្យរីកចម្រើនរីករាយទិវាលោកឪពុកចំពោះលោកឪពុកគ្រប់រូបដ៏ល្អបំផុតក្នុងលោក